នេះជារឿងរ៉ាវអំពីភូមិរបស់ខ្ញុំបានរស់រានមានជីវិតឆ្លងផុតពីជំងឺអ៊ីបូឡាវាជាជំងឺដែលមានមេរោគតូចមើលមិនឃើញសោះតែមានគ្រោះថ្នាក់ខ្លាំងណាស់តែមានថ្ងៃមួយគ្រួសារខ្ញុំបានជួបផ្ទាល់ជាមួយជំងឺនេះលោកតាខ្ញុំបានទៅទិញសាច់ដើម្បីយកមកហូបតែគាត់មិនបានប្រយ័ត្នអ្នកឈាមបន្តិចទៀតចូលក្នុងភ្នែករបស់គាត់ពេលនោះមេរោគអ៊ីបូឡាបានចូលក្នុងខ្លួនគាត់ពេលកន្លងទៅលោកតារបស់ខ្ញុំគាត់ចាប់ផ្ដើមមានអាការក្តៅខ្លួនជាខ្លាំងនិងខ្សោយជាខ្លាំងយើងគិតថាគាត់គ្រាន់តែកើតជំងឺគ្រុនចាញ់បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែមើលយូរទៅជំងឺគាត់កាន់តែធ្ងន់ធ្ងរឡើងម្ដាយរបស់ខ្ញុំប្រាប់ខ្ញុំឲ្យរត់ទៅហៅគ្រូពេទ្យដើម្បីមកព្យាបាលប៉ុន្តែពេលមកដល់លោកតារបស់ខ្ញុំបានស្លាប់ទៅហើយខ្ញុំពិតជាមានការខូចចិត្តជាខ្លាំងថ្ងៃបាត់បង់លោកតាលោកគ្រូពេទ្យបានសង្ស័យថាលោកតាបានឆ្លងជំងឺអ៊ីបូឡាដែលកើតឡើងលើសត្វព្រៃដែលអាចឆ្លងពីសត្វទៅមនុស្សបាននៅតំបន់យើងមានមនុស្សជាច្រើនស្លាប់ដោយជំងឺនេះប្រសិនបើយើងមិនយល់ពីជំងឺនេះហើយមិនធ្វើតាមវិធានការនោះទេវាអាចរីករាលដាលនិងសម្លាប់មនុស្សច្រើនទៀតបានគាត់បញ្យល់ថាមេរោគអ៊ីបូឡាមាននៅក្នុងរាងកាយគ្រប់ប្រភេទរបស់អ្នកជំងឺឬអ្នកដែលបានស្លាប់ពីជំងឺនេះព្រមទាំងអាចឆ្លងញើសតាមទឹកភ្នែកទឹកមាត់ទឹកក្រហមក្អួតទឹកនោមទឹកដោះនិងឈាមពេលយើងប៉ះនឹងរាងកាយអ្នកជំងឺឬរាងកាយទាំងនេះមេរោគអាចចូលតាមស្បែកនៃរាងកាយរបស់យើងបន្តិចម្ដងឬតាមភ្នែកច្រមុះឬមាត់បន្ទាប់មកវាបានចូលក្នុងខ្លួនយើងហើយធ្វើឲ្យយើងឈឺបន្ទាប់ពីអ្នកណាម្នាក់បានស្លាប់ដោយជំងឺអ៊ីបូឡានោះរាងកាយរបស់គេនោះនឹងកាន់តែងាយឆ្លងគាត់បាននិយាយថាมันអាចប៉ះពាល់អ្នកស្លាប់ទេលោកគ្រូពេទ្យបានណែនាំឲ្យយើងលាងដៃជាមួយសាប៊ូនិងទឹកភ្លាមៗកុំឲ្យឆ្លងមេរោគពីលោកតាហើយគាត់បានទំនាក់ទំនងក្រុមបូជាសពដែលត្រូវយកសពបូជាឲ្យមានសុវត្ថិភាពក្រុមបូជាសពបានផ្ដល់កម្លាំងចិត្តនិងពន្យល់អំពីអ្វីដែលគេត្រូវធ្វើដើម្បីការពារពីជំងឺអ៊ីបូឡាគេបានស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគពួកគេបានបាញ់ឥន្ធនៈក្លូរីនក្នុងបន្ទប់របស់លោកតានិងលើកសាកសពដើម្បីសម្លាប់មេរោគគេបានដាក់សាកសពក្នុងថង់ដើម្បីកុំឲ្យវារីករាលដាលឆ្លងជំងឺមាននរណាអាចប៉ះសាកសពបានទេប្រសិនបើស្លាប់ដោយសារជំងឺនេះពួកគេបានយកពូកភួយខ្នើយក្រែនិងសម្លៀកបំពាក់ដែលប្រើមកដុតចោលដើម្បីសម្លាប់មេរោគនិងធ្វើឲ្យយើងមានសុវត្ថិភាពពីជំងឺពួកយើងមិនអាចអនុវត្តប្រពៃណីទាំងអស់បានទេព្រោះដើម្បីបង្ការនិងការពារពីជំងឺអ៊ីបូឡាប៉ុន្តែយើងនៅតែគោរពដល់លោកតាក្រោយពីការស្លាប់របស់លោកតាមេភូមិបានបង្រៀនឲ្យយើងទាំងអស់គ្នាចូលរួមគ្នាធ្វើតាមវិធានការពារពីជំងឺគាត់បានប្រាប់ថាការភ័យខ្លាចជំងឺអ៊ីបូឡាគឺជារឿងធម្មតាប៉ុន្តែប្រសិនបើយើងជឿជាក់លើបុគ្គលិកសុខាភិបាលនិងធ្វើតាមការណែនាំរបស់គាត់នោះយើងនឹងអាចបញ្ឈប់ជំងឺនេះបានលោកគ្រូពេទ្យបានណែនាំថាប្រសិនបើមនុស្សមានសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលក្អួតចង្អោរត្រូវនាំគេទៅមជ្ឈមណ្ឌលព្យាបាលភ្លាមៗនៅទីនោះគេអាចជួយព្យាបាលឲ្យជាសះស្បើយនិងបញ្ឈប់ការឆ្លងជំងឺគាត់ក៏ណែនាំឲ្យយើងលាងដៃជាញឹកញាប់អ្នកភូមិទាំងមូលយល់ព្រមធ្វើតាមដោយសារពួកយើងនៅជិតលោកតាយើងអាចមានហានិភ័យឆ្លងបានដូច្នេះយើងត្រូវស្នាក់នៅផ្ទះបណ្ដោះអាសន្នបុគ្គលិកសុខាភិបាលបានមកពិនិត្យរាល់ថ្ងៃថាយើងមានសញ្ញាអីទេប្រសិនបើយើងមានអ៊ីបូឡាសញ្ញានឹងចេញក្នុងរយៈពេល21ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃកន្លងទៅខ្ញុំមានសង្ឃឹមថាយើងនឹងសុខសប្បាយគ្រប់គ្នាប៉ុន្តែព្រឹកមួយខ្ញុំឃើញម្ដាយរបស់ខ្ញុំមានអាការៈក្តៅខ្លួនជាខ្លាំងខ្ញុំដឹងហើយថាខ្ញុំមិនអាចប៉ះពាល់ម៉ាក់បានទេព្រោះម៉ាក់ឥឡូវនេះបានឆ្លងជំងឺអ៊ីបូឡានេះទៅហើយលោកប៉ារបស់ខ្ញុំចូលមកហើយប្រាប់ថាគេនឹងនាំម៉ាក់ទៅផ្ទះលោកពូមេភូមិនៅភូមិជិតខាងគេមិនហ៊ាននាំម៉ាក់ទៅមជ្ឈមណ្ឌលព្យាបាលទេព្រោះគេចាប់អារម្មណ៍ថាម៉ាក់មានរឿងអ្វីមួយដែលមិនអាចមកវិញបានព្រោះគាត់បានឆ្លងជំងឺមួយនេះទៅហើយតែខ្ញុំមិនអាចឲ្យកើតរឿងអាក្រក់វាមួយនេះកើតឡើងបានទេទោះបីខ្ញុំតូចក៏ខ្ញុំបានឈរឡើងនិងប្រាប់ថានេះអាចជាជំងឺអ៊ីបូឡា
ត្រូវនាំម៉ាក់ទៅមជ្ឈមណ្ឌលព្យាបាលភ្លាមៗយើងត្រូវជឿលើបុគ្គលិកសុខាភិបាលដើម្បីជួយសង្គ្រោះម៉ាក់យើងនិងអ្នកភូមិការរត់គេចវានាំមកនៅការស្លាប់និងទុក្ខព្រួយម៉ាក់ខ្ញុំត្រូវបានសាក់លបងហើយត្រូវរកឃើញថាវាជាអ៊ីបូឡាផងដែរពួកគេពាក់ឯកសណ្ឋានសុវត្ថិភាពហើយយកចិត្តទុកដាក់គេបានផ្ដល់ទឹកថ្នាំនិងម្ហូបដើម្បីឲ្យម៉ាក់មានសុខភាពរឹងមាំដើម្បីប្រយុទ្ធប្រឆាំងជំងឺពួកខ្ញុំមិនអាចនៅជិតម៉ាក់បានទេប៉ុន្តែពួកយើងនៅអាចនិយាយតាមទូរស័ព្ទបានទោះបីជំងឺនេះបានសម្លាប់មនុស្សដែលរស់នៅក្នុងភូមិអស់ជាច្រើនក៏ដោយតែម្ដាយខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃសុខភាពរបស់គាត់បានល្អឡើងវិញបន្តិចម្ដងដោយលោកគ្រូពេទ្យបានប្រាប់ថាឆាប់នេះយើងអាចឃើញម៉ាក់របស់អ្នកវិញហើយថ្ងៃមួយលោកគ្រូពេទ្យបានប្រាប់ថាម៉ាក់របស់អ្នកបានជាហើយឥឡូវនេះពួកយើងអាចអោបនិងថើបគាត់វិញបានហើយវាជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំភូមិរបស់យើងបានជាសះស្បើយនឹងឈ្នះជំងឺអ៊ីបូឡាដោយធ្វើតាមវិធានការការពារនិងជឿលើបុគ្គលិកសុខាភិបាលដឹកនាំអ្នកឈឺទៅព្យាបាលភ្លាមហើយតែងតែបោកសម្អាតលាងដៃដោយសាប៊ូនិងទឹកស្អាតភូមិរបស់យើងបានរស់រានមានជីវិតនិងជៀសផុតពីជំងឺអ៊ីបូឡាដូច្នេះភូមិរបស់អ្នកក៏អាចធ្វើបានដែរ